Bomba Clyde នេះគឺជា slang មកពីប្រទេស Jamaica ដែលពីមុនត្រូវបានគេប្រើដើម្បីសំដៅលើកណាត់ដែលគេប្រើជំនួសឲ្យសន្លៃអនាម័យសម្រាប់មនុស្សស្រីសម្រាប់ពួកគាត់ប្រើប្រាស់ពេលដល់ពេលប្រចាំខែឬក៏ការមករដូវរបស់ពួកគាត់ហើយពេលនេះក៏ត្រូវបានគេប្រើដើម្បីសំដៅលើกระดาษសម្រាប់ជូតនេះជូតនោះនៅក្នុងបន្ទប់ទឹកផងដែរចំណែកឯសប្តាហ៍ថ្ងៃនេះពេលនេះត្រូវបានគេប្រើដើម្បីបង្ហាញពីអារម្មណ៍ខឹងខ្លាំងអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងអារម្មណ៍សែតខ្លាំងឬក៏អារម្មណ៍មួយដែលបញ្ចេញខ្លាំងបែបខ្លាំងទៅវិញជាភាសាអង់គ្លេសវាស្តៀងនឹងការនិយាយថា fuck ឬក៏ shit holy fuck holy shit ឲ្យតែអ្វីដែលបញ្ចេញពីអារម្មណ៍ខ្លាំងអញ្ចឹងហើយពាក្យនេះក៏ត្រូវបានគេប្រើដើម្បីជេរនរណាម្នាក់ដែរដែលវាមានន័យស្តៀងនឹងការហៅនរណាម្នាក់ថា motherfucker ដែលមានជាភាសាខ្មែរវាមានវាទាក់ទងនឹងការជេរម្ដាយគ្នា